tam style យើងម្នាក់ទេយ៉ាខ្ញុំដាក់12ដាក់ប៉ុណ្្នឹងមកបន្ទាប់មកខ្ញុំអាចធ្វើការរុញ logo នឹងតូចបន្តិចហើយយើងបង្កើតជា frame មួយមកទៅលើពណ៌សហ្នឹងណាដើម្បីធ្វើជា fill ខ្ញុំដកវា32ខ្ញុំ enter ហើយខ្ញុំធ្វើការ add ទៅលើ fill យើងប្រើ fill នេះក៏បានឬក៏ទាំងអស់គ្នាចង់ប្រើអញ្ចឹងទេលុបអានេះចោលយើងប្រើតែអត់ប្រើ stroke ទេយើងប្រើ fill វិញប៉ុន្តែ fill យើងហ្នឹងគួរតែអត់ច្បាស់ពេកទេខ្ញុំច្រឡំព្រិចចាក់ជាប់ខ្ញុំយក S9 ខ្ញុំសុំចូលសាដើមនេះដាក់វាខាងលើមកហើយអានេះយើងយកវា60ក៏បានបើយើងវាតិចមិនច្រើនទេយើងយកធំមកបើថាពេលដែល sign up វាត្រូវមានព័ត៌មានច្រើនយើងយកវាទូចបានហើយខ្ញុំយក50ហើយបើសិនជាក្នុងករណីយើងមើលទៅវាអត់សូវច្បាស់ទេយើងមើលទៅបើអេក្រង់ខ្ញុំអត់អីទេហើយយើងអាច add យើងលេង feel នៅជុំវិញបន្តិចណាហើយ feel ហ្នឹងយើងអត់ grey ពេកទេនេះប៉ុណ្្នឹងមកអូខេអញ្ចឹងនៅក្នុង style វាមានច្រើនវាមានជា route ចាក់មូលជុំវិញទាំងអស់ឬក៏យើងអត់ចង់បានមូលទេយើងចង់បានតែបន្តិចទេតែកោងបន្តិចទេកោងបន្តិចហើយមកកន្លែងនេះដើម្បី sorry មកកន្លែង setting នេះយើងទាញឲ្យវាធ្វើម៉េចឲ្យអានេះវា smooth ត្រូវអត់ចាំទេអត់ចាំក៏អត់អីខ្ញុំកំពុងតែប្រាប់ឡើងវិញអូខេបន្ទាប់មកយើងទៅសេអក្សរបើសិនជាយើងចង់ដាក់ icon នៅនេះក៏បានឬក៏យើងអត់ចង់ដាក់ក៏បានដែរតោះនេះអាហ្នឹង depend ទៅលើយើងឯងអត់បញ្ហាទេហើយអា style fill នេះក៏វាមានច្រើនទៀតវាមិនមែនមានតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំ press អាហ្នឹងមួយហើយខ្ញុំនឹងមាន style មួយទៀតដើម្បីបង្ហាញនៅក្នុងធនាគារទាំងនេះពេលដែលចុចទៅលើ fill ហ្នឹងអាអក្សរហ្នឹងវានឹង load ទៅលើដែរឃើញទេចាំអត់អីខ្ញុំប្រាប់អូខេបន្ទាប់មកខ្ញុំទៅរក icon ឬក៏យើងមិនបាច់ដាក់ icon ក៏បានដែរខ្ញុំឲ្យយឺតខ្ញុំដាក់email ហើយនេះខ្ញុំ copy មកក្នុងនៅក្នុងករណីនេះមានន័យថាបើសិនជានេះអាលើនេះទាំងនេះឃើញទេអាហ្នឹងគេហៅវាជា label នេះអាលើហើយអា text នៅក្នុង box ហ្នឹងគេហៅវាជា placeholderចឹងវាអាចមាន text ហើយនឹង icon placeholder មានន័យវាដូចជា call to action ដែរយើង call ឲ្យគេវាយឲ្យគេនៅក្នុងនឹងអញ្ចឹងណាដូច input your email input your password ឬក៏អីចឹងទៅយ៉ានៅក្នុងហ្នឹងខ្ញុំអត់ប្រើ icon ទេចឹងខ្ញុំប្រើ text ទៅទេ single text ហើយអា text ហ្នឹងបើសិនជាអានេះយើងយក size វា12អានេះក៏12ដែរបើអានេះ16អានេះក៏16ដែរគាត់ថា text ខាងក្នុងយើងលេង style បែប color របស់យើងហ្នឹងអត់សូវដិតទេរៀង gray ចេញមកយើងឃើញរៀងនេះ gray តោះនេះតែប៉ុណ្្នឹងឯងប៉ុន្តែ size វា the same អញ្ចឹងយើងទៅសេមក enter your email ឬក៏យើងប្រើពាក្យចេះយើងប្រើពាក្យ use យើងប្រើ sample ហ្មងយើងប្រើ sample ឲ្យគាត់ឃើញហ្មងថាកន្លែងហ្នឹងវាយអីហេ depend ទេបន្ទាប់មកអំពីនេះមានន័យយើង auto layout លើវាប៉ក់ CA មកអានេះយើងចង់សម្រួចវាថ្ងៃក្រោយទៀតក៏បានអត់មានបញ្ហាទេនេះយើងយក12មកហើយ copy វាមកមួយទៀតមកយក16អានេះអីគេ password យើងមិនដែលទៅសេពាក្យយក password ឬក៏អីនៅកន្លែងហ្នឹងឯងពាក្យខ្លីហើយងាយស្រួលយល់ហើយអានេះបើសិនជាគាត់មើលអានេះអត់យល់ទេគាត់អាចមកមើលអា CTA របស់យើងបានដែលយើងហៅថា placeholder ហ្នឹង enter your
password អញ្ចឹងនៅពេលដែលយើង enter your password វា default វាចេញអញ្ចឹងហើយប៉ុន្តែនៅពេលណាដែលយើងចុចទៅលើវាយើងវា password ចូលទៅក្នុងហ្នឹងហើយ password យើងជាធម្មតាគឺវាអត់ចេញជាលេខឬក៏ជាអក្សរទេវាចេញជាផ្កាយអញ្ចឹងទៅត្រូវទេយើងត្រូវតែមាន option មួយទៀតនៅក្នុងហ្នឹងគឺយើងមានសញ្ញាភ្នែកដែលបើកបិទបានអាហ្នឹងប៉ុន្តែយើងក៏មិនទាន់ខ្វល់ពីកន្លែងហ្នឹងអាហ្នឹងយើងទៅរៀន style design រៀន component រៀនអីយើងត្រូវសិក្សាពីចំណុចទាំងអស់ហ្នឹងតែធ្វើម៉េចដើម្បីឲ្យ design របស់យើងឥឡូវហ្នឹងវាសម្រួលមកវាស្អាតណាចង់មានព្យាយាមធ្វើម៉េចឲ្យយើងអាច design ស្អាតយល់ដឹងពី basic តិចតួចនេះកុំលៀនអីហ្នឹងធ្វើម៉េចឲ្យវា consistency គ្នាកុំឲ្យចេញមកនេះឆ្លាស់ថេងមកអត់មានគេហៅថា design clean តែ clone តើណាត់អូខេយើងមានពីរហ្នឹងមាន y password មាន y email ហើយនិង password បន្ទាប់មក sorry អានេះខ្ញុំត្រូវ y អក្សរធំបន្ទាប់មកយើងមានប៊ូតុងមួយគឺខ្ញុំ copy នេះមកតែម្ដងខ្ញុំជើទាញមកទៀតខ្ញុំលុប field ចោលហើយនេះខ្ញុំ add វាជា color branding ហើយអា text ខាងក្នុងហ្នឹងខ្ញុំយកពណ៌សឬក៏ពណ៌ខ្មៅចុះពណ៌ខ្មៅស្អាតជាងយកពណ៌ខ្មៅជឿប្រើពណ៌សហើយនេះខ្ញុំ align មកកណ្ដាលខ្ញុំvàoពាក្យ sign in តែប៉ុណ្ណឹងមកគេដឹងហើយអាបញ្ហាទេហើយនេះយើងចង់កែច្នៃឬក៏កែសម្រួលវាបែបម៉េចធ្វើម៉េចវាស្អាតទៅតាមយើងដូចគ្នាយើងចង់បានមូលក៏បានឬក៏យើងចង់បានដូចមិញក៏បានដែរបើចង់បានដូចមិញវា consistent គ្នាជាមួយនឹងអាលើនេះត្រូវទេអូខេនេះយើងមានដូចគាត់នេះគាត់មានអាប៊ូតុងចំណាំខ្ញុំនេះគេញ៉ាត់ខ្មែរតែខ្ញុំមិនចាំធ្វើហ្នឹងទេវាតែមកខ្ញុំទៅសេ for password យើងដាក់វានៅគៀននេះមកហើយនេះយើងយកវារៀងធំតិចមកបន្ទាប់មកយើងដាក់ line នៅខាងក្រោម underline អូខេហើយយើងអាចប្រើពណ៌ក្រហមប៉ុណ្ណឹង sample ពេកអានេះខ្ញុំស៊ីអូតូលេអៅដើម្បីតម្រឹមវាខ្ញុំ16ហើយនេះខ្ញុំអូតូលេអៅមកតង់ទៀតខ្ញុំយកវា24ហើយខ្ញុំអូសចុះក្រោមបន្តិចតោះមកខ្ញុំទៅសេអក្សរsign in your account align វាមកកណ្ដាលមកយើងដូរវាដាក់ទៅធំដាក់24ចុះហើយយើងផ្លាស់ប្ដូរវាទៅ medium ទៅបានហើយកុំឲ្យធំពេកក៏អត់ស្អាតដែរ24ដូចគ្នាកុំលាតធំអូខេប៉ុណ្្នឹងមកហើយបើយើងមាន short description នៅខាងក្រោមនេះក៏ទៅសេទៅបើអត់ក៏អត់ទៅណាតាមចាក់ស្ដែងទេអត់បញ្ហាទេប៉ុន្តែ short description នេះក៏យើងមិនទៅសេច្រើនពេលដែលសេបន្តិចរៀបរាប់អញ្ចឹងទៅយើងមកកន្លែងនេះយើងអាចមាន option ពីរយើង switch sign in sign up នៅនឹងបានហើយជាទូទៅពីមុនមកគេ prefer ថាគេចង់ឲ្យ user គាត់ switch email ផងលេខទូរស័ព្ទផងណាអញ្ចឹងនៅខាងលើនេះគេមាន switch ប្រភេទ app ខ្លះគេមាន switch ទៅ email ឬក៏ password ប្រភេទ app ខ្លះគេអត់ទេគេដាក់តែមក field ទេនៅក្នុង field ហ្នឹងបើសិនជា user គាត់ sign ជាមួយនឹង email គាត់ log មួយ email ទៅវាចូលទៅតែម្ដងហើយបើ user គាត់ field ជាមួយនឹងលេខទូរស័ព្ទពេលដែលគាត់មកដល់កន្លែងហ្នឹងគាត់វាយលេខទូរស័ព្ទគាត់ដាក់ password ត្រូវចូលទៅតែម្ដងគាត់ចាំបាច់ត្រូវ switch ទៅ switch មកឯងខាត់ពេលតើណាតែឃើញអាហ្នឹងឯងនេះគេដាក់ខាងលើនេះគេ switch email ឬក៏លេខទូរស័ព្ទ right អូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងហើយអាខាងក្រោមយើងអាចឆ្នៃទៅមិននេះដាក់ social media ដាក់អញ្ចឹងទៅនៅកន្លែងនេះទោះបីជាយ៉ាងណាក៏ដោយក៏កុំប្រើពណ៌ច្រើនពេកយើងព្យាយាមយករបស់គេមកហ្នឹងហើយយើងដាក់វាទៅ email ឬក៏ password ប្រភេទ app ខ្លះគេមាន switch ហើយយើង user គាត់ field ជាមួយនឹង email គាត់ log មួយ email ទៅវាចូលទៅតែម្ដងហើយបើ user គាត់ field ជាមួយនឹងលេខទូរស័ព្ទគាត់
ដាក់វាពណ៌យើងតែមួយទៅបានតែមិនបាច់ចាំលេងពណ៌គ្រប់ទៅតាម branding របស់គេយើងលេង branding របស់យើងទៅព្រោះយើងយកវាមកដាក់នៅក្នុង app របស់យើងអ្វីដែលយើងអាចកែប្រែ branding របស់គេបាននេះអាពណ៌នៅខាងក្នុងនេះអាចទៅដូរពណ៌ដាក់របស់យើងបាននេះត្រូវអត់ប៉ុន្តែអា feel នេះអា feel ឬក៏ text អីហ្នឹង you can អត់បញ្ហាទេអត់មានបញ្ហាណាគេមកចាប់យើងឯងមានខ្ញុំឯងចាប់ព្រោះ design ឲ្យខ្ញុំមើលអូខេYeah. ហើយខាងក្រោមបើយើងគិតថាអូខេវាស្រឡះពេកវាមើលទៅវាស special យើង prefer យើងដាក់ keyboard ទៅហើយទៅខ្ញុំចូលទៅ asset ហើយខ្ញុំទៅ IS18 តោះមកខ្ញុំ search keyboard នេះខ្ញុំទាញយកវាមកប្រើអញ្ចឹង keyboard នេះខ្ញុំមកប្រើលេខទេខ្ញុំប្រើគេអូខេដំបូងត្រូវប្រើអក្សរប្រើអីហ្នឹងឯងអញ្ចឹងអាចទាញវាចូលក្នុងបន្តិចមកដើម្បីឲ្យវា fit ជាមួយនឹងនេះរបស់យើងបើចង់កុំឲ្យញញ៉ៃបដាច់ component វាមានន័យថាយើងទាញមកវាមាន component ដែលយើងអាច change បាននេះ change ទៅលេខទូរស័ព្ទ emoji ឬក៏ email អីផ្សេងៗបានហើយបើតែយើងអត់ទេអត់ចង់ប្រើអាហ្នឹងទេប្រើតែអាហ្នឹង fix រហូតoption L control អក្សរ B ដាច់ប៉ាប់អញ្ចឹងឡើងមានអាលើដើម្បីទៅ control ទៀតហើយតោះនេះអាហ្នឹងមានន័យថាយើងផ្ដាច់ component ដែលយើងបង្កើតហើយឬក៏យើងទាញរបស់គេដែលគេមាន component ស្រាប់ហ្នឹងយើងផ្ដាច់វាចោលអត់ឲ្យវាមានទៀតទេ undo វាមកវិញមកអូខេអញ្ចឹងបើសិនយើងចប់ component នៅក្នុងហ្នឹងវាមាន property ផ្សេងៗទៀតហេនេះបាទត្រូវអត់ចាចឹងខ្ញុំយក default មកដាក់វាចុះក្រោមប៉ុណ្ណឹងមកខ្ញុំទាញវាឡើងលើបន្តិចដាក់ logo ហ្នឹងមានន័យថាខ្ញុំចង់ make sure ថាធ្វើម៉េចដើម្បីឲ្យ user គាត់វាយ email ហើយគាត់វាយ password ហើយគាត់អាចចុចបន្តដំណើរទៅមុខតែម្ដងអត់ចាំបាច់ត្រូវចុចបបាត់ប៊ូតុងបបាត់ keyboard មកតង់ទៀតទេដល់ណាបើសិនជាខ្ញុំដាក់លឹបចេះយើងវាយអានេះហើយ example ណាយើងមិនត្រូវការចុចប៊ូតុងkeyboard ហ្នឹងឲ្យចុះក្រោមវិញឲ្យបាត់វិញបានយើងអាចចុចប៊ូតុងទៅមុខបានត្រូវអត់ប៉ុន្តែនៅពេលដែលយើងសេរីធ្វើម៉េចឲ្យអានេះវា fix នៅហ្នឹងចឹងពេលយើងបំពេញលក្ខខណ្ឌហើយយើងអាចចុចបន្តទៅមុខបានតែម្ដងអាហ្នឹងយើង save មក click គេហៅថា bring good experience ចំណុចតូចៗអាហ្នឹងប៉ុន្តែវាជាធាតុល្អដែល user គាត់ត្រូវការហើយគាត់ prefer យកអាហ្នឹងខ្លាំងមែនតើដោយសារតែ app មួយចំនួនវាមានអាហ្នឹងហើយ app មួយចំនួនទៀតអត់មានអាហ្នឹងហើយបើយើងជាអ្នក design ក្រោយហើយយើងក៏បានខ្វល់ឬក៏យកចិត្តទុកដាក់ចំពោះរឿងហ្នឹងទេយើងនឹងបង្កើត mistake ច្រើនមែនតើបង្កើត mistake មានន័យថាបើវានៅក្រោមហ្នឹងហើយអាហ្នឹងមក screen ទេអញ្ចឹងបើសិនជាមាន option នឹងច្រើន screen ទៀត process គេត្រូវចុចតែ10 click ឯប៉ុន្តែ process របស់យើងត្រូវចុច16 click មិនវាបែរជាគាត់ត្រូវចាក់ចេញពីកន្លែងយើងទៅរកអាណាដែលវា save time របស់គាត់ដែរលឿនសុវត្ថិភាពជារឿងមួយដែល user ត្រូវការហ្នឹងអូខេអញ្ចឹងយើងធ្វើវាហើយខ្ញុំអត់ធ្វើ sign up ទេណាខ្ញុំទៅ home screen តែម្ដងទៅកុំឲ្យពិបាកទៅ home screen ខ្ញុំលុបចោលទាំងអស់ home screen នេះខ្ញុំមើល home screen មើលយើងមើលមាន booking មានអីហ្នឹងខ្ញុំដូរអានេះទៅពណ៌ខ្មៅវិញហើយខ្ញុំដូរ background ទៅពណ៌នេះបន្តិចដើម្បីឲ្យស្រួលមើលខ្ញុំដូរអានេះទៅពណ៌ខ្មៅហើយខ្ញុំលេង blur ដូចខ្ញុំបរៀនចាក់ថ្ងៃមុនហ្នឹងអានេះខ្ញុំយកពណ៌នេះខ្ញុំយកពណ៌នេះហើយនេះខ្ញុំយកពណ៌ក្រហមអញ្ចឹងអានេះខ្ញុំដាក់កណ្ដាលបន្តិចតបមកខ្ញុំធ្វើការadd ទៅលើ effect ឡើយនេះដើម្បីធ្វើម៉េច effect ឲ្យខ្ញុំ change ពី drop shadow ទៅគេទៅ layer blur តបមកយើង
តឡើងភាព blur របស់វានេះតឡើងឡើងហ្នឹងមកចុចឲ្យនេះអូសវាមកនេះមកឬក៏យើងវាយជាចំនួនលេខក៏បានដែរដងទៀត$5បង again record $5 អូខេអញ្ចឹងចុចដាក់ឲ្យខ្ញុំ back មានន័យថាយើងគូ shape ហ្នឹងឲ្យអស់មកដាក់ undo អត់អស់អញ្ចឹងយើងចុចទៅលើអា shape ដែលយើងគូដាក់លើ screen របស់យើងនេះចុច C ឲ្យជាប់ចុចអានេះមួយទៀតអានេះមួយទៀតពីរហ្នឹងដើម្បីឆក់ពីរហ្នឹងតបមកយើងមករកខាងស្ដាំដែររកពាក្យ effect នេះអានេះដូចយើងព្រានម្ដងហើយតបមកយើង add effect អានេះយើង change ទៅ layer blur តបមកយើងដាក់ blur ខ្ញុំវាយលេខប្រហែលនេះខ្ញុំវាយ80ឬក៏យើងចុចយកមកបើយើងដាក់កន្លែងនេះមកតបមកយើងសង្កត់វាយើងអូសវាទៅស្ដាំបើថយយើងអូសវាទៅឆ្វេងវិញដាក់វាអស់មកយើងដាក់តិចពេកវាអត់ស្អាតឲ្យវាឃើញទីតែ blur វាជះអូខេប៉ុណ្្នឹងបានទេអត់បញ្ហាទេបន្ទាប់មកអានេះអាពីរនេះនៅពេលណាដែលយើង design ឬក៏ដាក់ថែម element ទៅលើហ្នឹងវាតែងតែប៉ះពាល់ទៅកាន់ screen ទាំងអស់ហ្នឹងហើយអញ្ចឹងធ្វើម៉េចគឺទាំងអស់គ្នាអាចចុចលើវាឲ្យ right click យកពាក្យថា lock នេះឧទាហរណ៍ថាខ្ញុំគូហ្នឹងឃើញវាប៉ះអត់បងតែយើងចង់ឲ្យវានៅនឹងមួយកន្លែងវាអត់ចង់រេដល់ពេលយើងមកវាប្រកាសជារេពេលយើង design ថែមលើហ្នឹងពេញចុចលើហើយយើង lock វាចោលទៅនេះឡើងប៉ះហើយអូខេតោះអញ្ចឹងនៅពេលដែលយើងអាច design home screen បានលុះត្រាណាតែយើងយល់ពី concept នៅក្នុងការបុកសបុតដូចគ្នាដែរត្រូវអត់យើងយល់ថាគេដំណើរការនៅក្នុងការបុកសបុតវាមានអីខ្លះអញ្ចឹងខ្ញុំរៀបរាប់ឧទាហរណ៍ដែរដើម្បីបុកសបុតបានយើងត្រូវជ្រើសរើសទីតាំងហើយសបុតហ្នឹងទៅតាមប្រភេទសបុតមួយទៀតមិនមែនថា default តែមួយអាចបុកសបុតបានទាំងអស់ទេអូខេយើងអាចរើសទីតាំងពីកន្លែងដែលយើងធ្វើដំណើរហើយនឹងពីទីតាំងដែលមកយកយើងហើយនឹងទីតាំងដែលយើងទៅបាឡានគេមានកន្លែងចំណតរបស់គេដោយវិរៈបនធាមដោយឡាឌីតាអីផ្សេងៗហ្នឹងអូខេ so ខ្ញុំអត់មាន banner នៅខាងអត់មានន័យថាខ្ញុំអត់មាន banner នៅពីលើទេខ្ញុំយក banner នៅពីក្រោមដូចជា app ផ្សេងៗដែរខ្ញុំមិនបាច់ចាំទៅរក creative ថ្មីទេខ្ញុំព្យាយាម design ស្តៀងគេសិនទៅបានហើយទៅវាស្អាតហើយត្រូវជាមួយនឹងច្បាប់ក្បួននៅក្នុងការ design អូខេខាងលើគឺខ្ញុំនឹងធ្វើ option មួយគឺយើង select ដូចជាទីតាំងដែលយើងធ្វើដំណើរហើយនឹងទីតាំងដែលយើងត្រូវទៅហើយនឹងមានប៊ូតុងរើសថ្ងៃឬអី departure time destination អីចឹងណាកន្លែងនេះខ្ញុំគូ frame មួយមកគូ frame ហើយខ្ញុំដក32ដូចគ្នាខ្ញុំ align វាមកកណ្ដាលហើយខ្ញុំ add ទៅលើ fill បន្ទាប់មកអានេះគឺខ្ញុំប្រើ trend ថ្មីរបស់យើងហ្នឹងគឺខ្ញុំ add effect ហើយខ្ញុំយក glass នេះ glass តោះមកខ្ញុំដាក់ឲ្យវាមាន ready បន្តិចមកបាទបងដាក់ឲ្យវាមានអាកោងនេះមុននេះហ្នឹងទៀនហើយណូ back ឲ្យគ្រូវិញអើយនេះដាក់អាកន្លះហ្នឹងមែនពួកខ្ញុំសួរeffect វាមកអញ្ចឹងមកនេះហ្នឹងហើយមកកោងនេះតាតែមកយើងគូវានៅក្នុងហ្នឹងបន្តទៀតគូឲ្យគេគូ frame ទៀត class ហ្នឹងដាក់បានតែ frame ទេដកវាហ្មង32ទៀតមក enter កដា add effect
tới đặt glass vô món nhưng trong đô po ấy các bạn này đã po mày quá phọc phọc á năng ngày bọn nhưng thưa rồi tập pi ban là rồi ti tăng trên nhầm ná đang ti tăng là dân từ tập pi năng ban lại rồi ngay rồi ấy chởn về nhớ đi giải chẳng đầu thôi mấy ở ban từ mà thịp xên trên anh ấy nhung liên hai ấy chẳng cô tại từ liền khi tập select lấy cái trên về iPhone nâng ngày bọn nên nhung vô đọc 4 cái này cô đã đặt icon á chân tờ hồ icon mà ôi hệ bài cáo nè chìm riêng departure location đã xì nhà đi tự hay trường đà rồ đến nhưng đã sample sẵn á nè location dò pi đang tới anh ấy vô đạn ý hay anh ấy những thời miền là arrow để cho tiếp pop up là á nè copy về má sẽ về thử vô đập vào mũi em vô tôi tích thông pe với này vô một pay cút đập vào mũi copy nâng má phạt chụp luôn nè hành ấy dân CE mối ô tô để ở hay vô cùng liệt về phần 7 tiền về máu vô này đập vào mũi được nè anh ấy vô phần 7 đập vào mũi this one nếu vô một pay sorry muốn nâng chân về một pay buồn chân vô một pay buồn dân đã vì đập vào mũi đam á bây giờ anh là so ấy từ xe lửa đấy đã đập vào mũi vô món thử anh do về một pay sam pi ấy má không vô kia pay
cái chọn pick ở tầng nón sao admin bật tông search tự sẽ biết search cho mà search ok bên đó mẹ làm tham vì dân mệt đá mẹ làm ta ở tầng nón thì ok tầng nón ấy bên đó thầm mà đá xa chiêng bá dạ anh ấy dân đại dân ban xử lý thử nếu dân đại vô mà có dân thử xử lý dân bật cả lá chó nhưng còn đập thôi opacity đó bạn này anh ấy dân select dân ai đã bút tông nơi để switch màu bán thỏ icon nè rồi còn này mất copy về mất có thấy dân bật card bọt môi má bọt cu frame hay dân cu size sub add fill với hay vô việc đại này không nắng dương vô mà đạn nỉ má nè nhưng bây giờ dương vô mà đạn nỉ vì bà coi chỉ tùm râm mà được sai dây mình auto lẹ chứ nhưng chắc ignore về mà đã background po này màu tết rồi đã cả đá mà gặp mã này speak tay xích máu mày đá nhưng rồi để patch up sẽ nhưng rồi destination sẽ hết chẳng dương ở chi ở bây giờ dương design nè complete tầng ở năng ạ thơ make obvious consistent nè về cái tiếp trong khơi design cứ dương chi anh ấy dương đọ đập vào mùi tập về anh ấy dương hiện sòn tí rồi có bên anh ấy đập vào muối anh ấy tập xe mùi tiện chẳng á khó mới ta lấy công toàn mang của dân mình tư vậy vì bắp carbonation về gì anh em đã được hàng trải sản mới xả đó đã bên em học bọc tiền áp nó trên má miệng bắn á dân ai card frame môi tiền máu hay dân add bỏ xó hay nhầm đạn đi trên khang khóm nó xe môi tiền à khang khóm những châu tờ sạch đường môi tiền nhầm sơ nhầm đạn này máu top destination anh ấy nhầm vô với đập đập 4 hay nhầm thuộcการเจริญวิเตอร์ medium เนี่ยដាក់វានៅនេះមកចឹងយើងរៀនបានយើងត្រូវរៀនមកក្បាច់ទៀតណាបន្ទាប់មកខ្ញុំធ្វើអា location scroll ពេលនេះ user ក៏អាច scroll មើលអា top destination ដែល user ទៅច្រើនជាងគេ booking ច្រើនជាងគេនៅក្នុង app ហ្នឹងណា
Nhẹ thơ chạy miền Phnom Penh miền này giống á hay dân ai scroll bị Stam tới truyền bạn mẹn đối ai dân vậy nia lực muốn đấy nè ai dân thơ slide á có cái này anh ấy thơ thành số chuyện trên ông thơ ở nhung copy này nè đại về tôi phần nắng sẽ với hết đại về chọn nó khóa này ok phần năng món hai select về tảng ó dương đặt dương màu cái lại nắng đầm bay search hoặc plugin search picture nè picture tầm mấy chương trình run về má dương insert a random image cho tới không nè tại dương search travel xong đó tầm mấy dương insert tới cho tới không tầng à nè ok nhé và tập bây giờ hai dân ai select đây về tầng đó right click vô biệt ha group selection tập má mùi đít vô biệt ha frame selection chẳng đôi miền nhưng môn này chẳng còn ta dân tiên nhá frame dân châu không pin đi má hay dân tiên châu không đi má nè tập một mũi dân tục ban năng mắt rồi cái dân tiên mà up anh ấy các bạn ăn bánh hà tệ rồi cái dân tiên mà up anh ấy các bạn này chẳng dân preview sạc mà dân toàn scroll bán đến thời ấy chắc tầm bay scroll bán còn cho chơi viêm muối hay màu prototype hay dân plug đâu à overflow nè máu ấy kế horizontal chẳng từ scroll tới đại toàn hết đây min pepper này cho mọi người flip content được vậy nè flip content nó cơ flip content nó mình đây tha về còn đã oi nè bắt đặtประมาณ đại bên đây không bên đây crowd frame ta flip content nè mà ta bắt tới dân tộc bị bắt ta bắt nè dạ khôngสำคัญเอาแต่ frame มีปันเนี่ยวิธีการมุนหรือก็ไอ้นั่นคือเว็บไซต์มวยเกียรติวิธีเฟอร์สำหรับ option อ๋อเนี่ยสไลด์ต่างๆนั่นเนี่ยวิจัยสะอาดเจียงวิสมูทเจียงhayวิจัยมวยๆbà nó ồ mà vu đôi tất một chẳng thật á tự nhiên tôi nhung đông nâng về thi xây môi tiệt nhóm một tờ ho này bọn khởi nhá anh ấy cái là horizontal làแต่เปียสไลด์นี่อาร์ติไม่เห็นยังเห็นไงมนเนี่ยให้บริษัทเจนี่วิมีปีออปชั่นเธอเป็นบาทอันนี้อันนี้ยังสครอลเฉินเนี่ยนี่สัตว์ horizontal ต่างอ๋ออันนี้ก็ horizontal hãy nên tam step được unlock nha đã ăn màu hiện muối sáo nó ngực chân ok plugin mấy mình cục user đã bọn này nên còn phải insert rục hiệp châu được nông nắng này vẫn chơi từ copy đạm mùi muối vì còn là sample đó anh ấy miên đã bông cầm nọt con anh bạn để bọn anh ấy miên được nông nâng xẹp thế hỏi cho nhầm tiền việc đạt được nông này với bàn tay ở nông cạn này nè miền này đã biết khoản để chia horizontal scrolling แบบ
sample បំផុតបើយើងចង់ពេលដែលយើង scroll ទៅមាន animation មានអីអាហ្នឹងយើងប្រើវិធីដែលយើងបានរៀនថ្ងៃមុនតើណាឧទាហរណ៍យើងចង់ scroll ទៅដល់អក្សរobject ណាមួយស្រាប់តែមានអក្សរផុសទៅឬក៏មាន icon ណាមួយផុសទៅអាហ្នឹងយើងអាចចូលទៅក្នុងមេរៀនថ្ងៃមុនអានេះអត់មានអីបាយគ្រាន់តែរៀបចំការងារឲ្យក្របវាឲ្យទាញមកដាក់ clip ទៅបានតែប្រហែល step ទេមិនអើបង frame ឲ្យយើងទាញវាចូលក្នុងទាញ frame ចូលក្នុងចឹងមានន័យថាបើសិនជាបើ frame យើងមានន័យថាបើយើងនិយាយសាមញ្ញវា work បែបណាវា work ដោយសារតែនៅពេលដែលយើងដាក់ object ទៅក្នុង frame ហ្នឹងហើយយើងក្របអា frame របស់យើងហ្នឹងឲ្យសល់តែ2ចេញចូលតែ2 object ទេអញ្ចឹងអាប្រហែល object ទៀតអាប្រហែលរូបភាពទៀតទៅវានៅខាងក្រៅទាំងអស់អញ្ចឹងដើម្បីឲ្យរូបភាពហ្នឹងសូបានលុត្រាណាតែយើងទៅកំណត់ horizontal ហើយយើងអូសវាមកតើណាត់ហើយបើសិនជា frame ហ្នឹងវាស្មើនឹងរូបភាពទាំងអស់ហ្មងដាក់ horizontal ក៏អត់ work ដែរឥឡូវខ្ញុំឧទាហរណ៍ខ្ញុំអូស frame ហ្នឹងចង់លើសហ្នឹងអត់ដើរទេដើរបានប៉ុណ្ណាខ្ញុំទាញ frame ចូលវិញណាតែប៉ុណ្នេះក៏ដើរដែរក៏វាដើរបានប៉ុណ្ណាទាញទៀតដើរអស់ហ្មងទាញកឹបប៉ុណ្នេះមកវាដល់ចុងឃើញទេhorizontal យើងចូលទៅ prototype នេះ overflow អានេះយើងហើយហើយអញ្ចឹង navigation bar ខាងក្រោមយើងរៀនធ្វើហើយត្រូវទេនេះរៀនហើយនេះបង្កើត file ច្រើនពេកចង់វិញអានេះយើងអាចធ្វើ banner ធំបានអត់បញ្ហាទេយើងហៅថា special offer ប៉ុណ្ណឹងចេញជា app ហើយហើយចុះខាងក្រោម design បានណាហេតុគាត់ប៉ុណ្ណឹងទៅចិត្តដល់ម៉ោងនេះអូខេដល់បានជា app អានេះខ្ញុំ auto layout មួយធ្វើបានអានេះក៏ធ្វើបានដែរហេតុ scroll ឬក៏ auto layout auto animation ណោះធ្វើអត់បានតែមើលមានឡើងវិញអាហ្នឹង record ដែរគេ send ឲ្យអត់មើលខ្លួនឯងសុំតែវីដេអូអត់មើល